នៅព្រឹកថ្ងៃអាទិត្យទី30 ខែមីនាឆ្នាំ2025លោកខឿនវិរៈអតីតប្រធានចលនាយុវជនថ្នាក់ជាតិគណបកភ្លើងទៀនបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធទីស្នាក់ការគណបកកម្លាំងជាតិនិងប្រកាសសុពលភាពគណៈកម្មការប្រតិបត្តិក្រុងបូកគោខេត្តកំពតមានមតិស្នេហ៍សំណាលក្នុងពិធីនេះលោកខឿនវិរៈក៏បានពំនាំដល់ការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោកថាច់សិដ្ឋាអនុប្រធានគណបកភ្លើងទៀននិងលោកចិនប៊ុនរតប្រធានក្រុមការងារខេត្តកំពតដែលបានបញ្ជាក់ពីចំហនិងស្មារតីរឹងមាំក្នុងការបន្តការតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានិងសូមឲ្យបងប្អូនទាំងអស់គ្នាកុំញុះញង់កុំចុះចាញ់កុំចុះចូលកុំភ័យខ្លាចនិងធ្វើដំណើរលើផ្លូវត្រូវជាមួយគណបកកម្លាំងជាតិដើម្បីផ្លាស់ប្ដូរជីវវិជ្ជមានសម្រាប់ប្រជាពលរដ្ឋកម្ពុជាហើយគាត់ក៏តាមញ៉ាំថាគាត់នៅទីនោះមានសុខភាពល្អទេគាត់នៅទីនោះគឺមានខាងចាក់រឹងមាំដដែលទេគឺនៅជាមួយអ្នកជាដៃជាពិសេសនៅជាមួយអ្នកកម្លាំងជាតិបន្តដំណើរទៅទៀតដើម្បីលទ្ធិប្រជាធិបតេយ្យបងប្អូននេះគឺជាការតាមញ៉ាំហើយគាត់សូមឲ្យបងប្អូនរឹងមាំទាំងអស់គ្នាកុំចោលញោមកុំចោលចាញ់កុំចោលចូលកុំភ័យខ្លាចធ្វើដំណើរលើផ្លូវត្រូវជាមួយគណៈបកកម្លាំងជាតិទាំងអស់គ្នាបងប្អូនគូបញ្ជាក់ថាគណៈបកកម្លាំងជាតិត្រូវបានបង្កើតឡើងកាលពីថ្ងៃទី12ខែតុលាឆ្នាំ2023បន្ទាប់ពីគណៈបកភ្លើងទៀនមិនអាចចូលរួមការប្រកួតប្រជែងការបោះឆ្នោតដោយគណៈកម្មការជាតិរៀបចំការបោះឆ្នោតបានបដិសេធមិនទទួលស្គាល់ក្រោមហេតុផលបាត់សម្បត្តិកំណើតកម្លាំងជាតិគឺបន្តស្មារតីដើមរបស់គណៈបកភ្លើងទៀនហើយក៏ជាផ្ទះថ្មីរបស់អ្នកប្រជាធិបតេយ្យដែរបងប្អូនក្រោមការផ្ដួចផ្ដើមពីអ្នកប្រជាធិបតេយ្យពិតប្រាកដដែលចង់បានសង្គមយុត្តិធម៌មានការគោរពសិទ្ធិមនុស្សមាននីតិរដ្ឋបានញ៉ាំងឲ្យអ្នកប្រជាធិបតេយ្យបានមកចូលរួមជាមួយគណៈបកកម្លាំងជាតិជាបន្តបន្ទាប់មើលទៅបើយើងប្រៀបជាមួយគេដូចខ្ទមហើយខុំមួយគ្រឿងមែនទេបងប្អូនប៉ុន្តែខ្ទមនេះគឺជាខ្ទមដែលកើតចេញអំពីអ្នកប្រជាធិបតេយ្យអ្នកចង់បានការគោរពសិទ្ធិមនុស្សអ្នកដែលខិតខំលើកស្ទួយឲ្យប្រជាធិបតេយ្យរឹងមាំឡើងមិនមែនចូលមកបានដោយផ្លូវទុច្ចរិតមិនមែនពុំមួយគ្រឿងបានមកដោយផ្លូវទុច្ចរិតទេមែនទេបងប្អូនយើងចង់ឲ្យមានយុត្តិធម៌សង្គមយើងចង់ឲ្យសង្គមយើងអត់មានអំពើពុករលួយចឹងសូមឲ្យដៃគូប្រជែងហើយចេះគិតពិចារណាខ្លឹមខ្លាំងផងការប្រកួតប្រជែងបើយើងមើលទៅលើការប្រកួតប្រជែងយើងមើលគីឡូហើយបើគីឡូបោះកម្លាំងជាតិប៉ុណ្នេះតូចតែមានទេប៉ុន្តែបើបើកលំហត្រឹមត្រូវកម្លាំងជាតិនឹងធំបាញ់ដៃគូប្រកួតប្រជែងបងប្អូនមកដល់ពេលនេះចាប់តាំងពីថ្ងៃបង្កើតគណៈបកមិនទាន់បាន2ឆ្នាំស្រួលបួផងគណៈបកកម្លាំងជាតិបាននឹងកំពុងចងក្រងក្រុមការងារថ្នាក់ស្រុកខណ្ឌថ្នាក់ខេត្តរាជធានីយ៉ាងស្រស់ស្រាំហើយគ្រោងនឹងបញ្ចប់កិច្ចការនេះនៅបំណាច់ឆ្នាំ2025នេះប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីនេះបានលើកឡើងថាគណៈបកកម្លាំងជាតិគឺជាគណៈបកដែលមានថ្នាក់ដឹកនាំមានជំហរនយោបាយច្បាស់លាស់រឹងមាំដើម្បីការផ្លាស់ប្ដូរជីវវិជ្ជមានប្រកបដោយស្មារតីអហិង្សានិងរក្សាឯកភាពជាតិ